ជនជាតិកូរ៉េឥឡូវមិនធំតែរើសអើងទេគឺថែមទាំងប្រើអំពើហិង្សាមកកាន់ពលករខ្មែរយ៉ាងទៀតការប្រយុទ្ធមិញថ្ងៃទី19ហ្នឹងគឺនៅចិត្ត Incheon Terminal គឺមានជនជាតិកូរ៉េម្នាក់បានមកសួរខ្មែរយើងថាតើយើងនឹងជាជនជាតិអីហើយដល់ពេលខ្មែរយើងក៏ថាជាជនជាតិខ្មែរគ្រាន់តែគាត់និយាយហើយស្រាប់តែជនជាតិកូរ៉េហ្នឹងគឺមកវាយគាត់ហ្មងហើយពេលហ្នឹងគឺខ្មែរយើងគាត់អាចបានថតតននោះទេដោយសារតែគាត់គិតថាមិននឹកស្មានតែមានរឿងបែបហ្នឹងគ្រាន់តែគេសួរធម្មតាសោះបែរជាម្នាក់ហ្នឹងគឺមកវាយយើងគឺនិយាយចំអ្នកដែលបោកប្រាស់ហ្នឹងគឺជាជនជាតិចិនហើយនិងជនជាតិកូរ៉េនោះទេហេតុអីក៏គាត់អត់មានបន្ទោសជនជាតិកូរ៉េគ្នាឯងឬក៏ជាជនជាតិចិនអញ្ចឹងណាព្រោះខ្មែរយើងគ្រាន់តែជាកន្លែងកាត់ហេតុទេអាចនិយាយថាមានរឿងមួយចំនួនអាចនិយាយថាខ្មែរយើងមានមន្ត្រីគាត់ពុកអលុយមួយចំនួនទៅអាចគប់ខិតគ្នាអញ្ចឹងប៉ុន្តែសួរថាអ្នកដែលគាត់ធ្វើការនៅកូរ៉េនេះគាត់ខុសអីគាត់បានធ្វើអីទេហេតុអីក៏មកប្រកាន់ទោសពេកមួយគាត់ឬក៏រើសអើងមួយគាត់គឺធ្វើអញ្ចឹងអត់ត្រូវហ្មងហើយមិននឹកស្មានថាជនជាតិកូរ៉េដែលលក្ខណៈថាប្រទេសគេគឺប្រទេសអភិវឌ្ឍអញ្ចឹងប្រជាជនគេគឺរៀនបានច្រើនហើយហេតុអីក៏គេបញ្ចេញអាកប្បកិរិយាមកបែបហ្នឹងគេយោងទៅតាម Facebook មួយដែលមានឈ្មោះថាខាទីយ៉ានដែលគាត់គឺជាអ្នកគូម្នាក់គាត់ក៏បានផុសនៅក្នុង Facebook របស់គាត់ដែរគាត់ថាបើសិនជាមានករណីដែលថាជនជាតិកូរ៉េរើសអើងឬក៏ប្រើអំពើហិង្សាហ្នឹងអាចតាក់ទងទៅកាន់គាត់ទៅគាត់នឹងធ្វើការសម្ភាសទៅកាន់ទូរទស្សន៍ប៉ុស្តិ៍ KBS អញ្ចឹងណាដូចជាករណីដែលបងប្រុសមួយខាងលើអញ្ចឹងក្នុងប្រទេសនីមួយៗវាតែងតែមានមនុស្សល្អមនុស្សអាក្រក់នៅជាមួយគ្នាអញ្ចឹងណាសូម្បីតែកូរ៉េក៏មានដែរអញ្ចឹងបើសិនជាបងប្អូនទៅក្រៅអីគេសួរថាយើងជាជនជាតិអីយើងគួរតែឆ្លើយថាជាជនជាតិខ្មែរទៅអ្នកគ្នាហើយយើងអាចនិយាយថាបើសិនគេថាជនជាតិខ្មែរគឺជាមនុស្សអាក្រក់អាណាពឿនសារ៉ាំយើងនិយាយថានៅក្នុងប្រទេសកូរ៉េក៏មានមនុស្សអាក្រក់ដែរមនុស្សអាក្រក់ក៏មានមនុស្សល្អក៏មាននៅខ្មែរក៏ចឹងដូចគ្នាមនុស្សអាក្រក់មនុស្សល្អមានដូចគ្នាទាំងអស់នៅពេលដែលយើងនិយាយចឹងទៅអាចនិយាយថាជនជាតិកូរ៉េខ្លះគាត់នឹងស្ងាត់មាត់ដែរដោយសារតែវាអញ្ចឹងមែនព្រោះនៅក្នុងប្រទេសនីមួយៗវាតែងតែមានមនុស្សល្អមនុស្សអាក្រក់អញ្ចឹងហើយវាជារឿងធម្មតាអ្នកគ្នា